ចាសួស្តីបងអតិថិជនទាំងអស់គ្នាថ្ងៃនេះបងសូមណែនាំពីវិធីនៅក្នុងការកម្មង់ទំនិញដោយខ្លួនឯងពី Lazada តាមរយៈ website Thailand Outlet ដែលមានភាពងាយស្រួលនិងរហ័សដោយពុំចាំបាច់រង់ចាំយូរជាដំបូងបងគ្រាន់តែមានកម្មវិធី App Lazada នៅក្នុងទូរស័ព្ទដៃបន្តមកទៀតសូមបងចូលទៅក្នុង website Thailand Outlet ដើម្បីធ្វើការកម្មង់គឺជាការស្រេចចំពោះការចូលទៅក្នុង website ប្រសិនបើបងប្រើប្រាស់នៅប្រភេទទូរស័ព្ទ iOS សូមបងចូលទៅក្នុងកម្មវិធី Safari ហើយប្រសិនបើបងប្រើប្រាស់នៅប្រភេទ Android សូមបងចូលទៅក្នុងកម្មវិធី Chrome នេះបន្តមកទៀតសូមបងធ្វើការវាយឈ្មោះ website ខាងយើងដែលមាន www.thailandoutlet.com បន្តមកសូមបងចុចទៅលើឈ្មោះ website ខាងលើនេះឥឡូវនេះបងបាន login ចូលទៅក្នុង website Thailand Outlet បានដោយជោគជ័យហើយជាបន្តសូមបងធ្វើការ login ជាមួយនឹងគណនីផ្ទាល់ខ្លួនរបស់បងជាមុនសិនដែលការ login ដោយជោគជ័យនោះគឺមានទម្រង់បែបនេះចាបន្តមកទៀតសូមបងជ្រើសរើសមុខទំនិញណាមួយដែលបងពេញចិត្តចេញពី App Lazada ជាឧទាហរណ៍បងសូមជ្រើសរើសយកទំនិញនេះដើម្បីធ្វើការកម្មង់ទំនិញនេះបានសូមបង copy link ជាមុនសិនដែលការ copy link សូមបងចុចនៅលើសញ្ញាព្រួយនៅផ្នែកខាងស្ដាំនេះបន្តមកទៀតសូមបងចុចនៅលើពាក្យថា copy link ឥឡូវនេះ link ទំនិញរបស់បងត្រូវបាន copy បានដោយជោគជ័យហើយបន្តមកទៀតសូមបងចូលទៅក្នុង website Thailand Outlet រួចធ្វើការ paste link ដែលបងបាន copy មុននេះបន្តមកទៀតសូមបងចុច search នៅលើរូបភាពពណ៌ក្រហមនេះចានេះគឺជាទំនិញដែលបងបាន copy មុននេះដើម្បីធ្វើការកម្មង់បានសូមបងជ្រើសរើសយកពណ៌ជាមុនសិនចាជាឧទាហរណ៍បងសូមជ្រើសរើសយកពណ៌ខ្មៅបន្តមកទៀតសូមបងចុចលើពាក្យ add to cart ដើម្បីដាក់ទំនិញនេះចូលក្នុង cart របស់បងបន្តមកទៀតសូមបងចុចនៅលើពាក្យថា go to cart ចានេះគឺជាទំនិញដែលបងបាន add ចូល cart របស់បងមុននេះជាបន្ទាប់សូមបងចុចនៅលើពាក្យ nextត្រង់ចំណុចនេះសូមបង scroll មកចុះផ្នែកខាងក្រោមចាចំពោះការកម្មង់គឺតម្រូវឲ្យបងកក់ 33% នៃតម្លៃទំនិញដែលបងកម្មង់ដូចនេះចំពោះការកម្មង់នៅលើ website តម្រូវឲ្យបង top up ទៅតាមចំនួនជាក់ស្ដែងដែល website ស្នើសុំដើម្បីដឹងពីចំនួនទឹកប្រាក់ដែលបងត្រូវ top up សូមបងចុចនៅលើពាក្យថា review balance ជាក់ស្ដែងទំនិញដែលបងបានកម្មង់មុននេះគឺតម្រូវឲ្យបងកក់$15ដើម្បីធ្វើការ process ទិញទំនិញនេះបានពេលនេះសូមបងចុចនៅពាក្យថា top up នេះគឺជាមធ្យោបាយទូទាត់ដែលឲ្យបងជ្រើសរើសដើម្បីងាយស្រួលវិញមកខាងយើងចាជាឧទាហរណ៍បងសូមជ្រើសរើសយកគណនី ABA ចាត្រង់ចំណុចនេះសូមបងវេមកខាងយើងជាមុនសិនគឺវេទៅតាមចំនួនទឹកប្រាក់ជាក់ស្ដែងដែល website ស្នើសុំគឺ$15ចាមុននេះគឺបងអូនបានវេ$15រួចហើយដូចនេះនៅពេលដែលបងវេរួចរាល់ហើយបងអាចចូលមកកន្លែង top up ដោយបំពេញតាមលក្ខខណ្ឌដូចខាងក្រោមនេះចាដូចនេះចំនួនទឹកប្រាក់ដែលបងត្រូវ top up គឺ$15គឺកន្លែងនេះហើយនេះគឺជា account number របស់បងនេះគឺជាលេខគណនីធនាគាររបស់បងដូចនេះសូមបងបំពេញចាបន្តមកទៀតpayment receipt នេះគឺជាកន្លែងដែលបងត្រូវ upload រូបភាពដែលបងបានវេមកមុននេះមានន័យថាប្រសិនបើបងវេមកខាងយើងរួចរាល់ហើយសូមបងជួយថតនៅប្រតិបត្តិការផ្ទៃប្រាក់ដែលបងបានវេមកបន្ទាប់មកសូមបង upload រូបភាពដែលបងបានថតរួចហ្នឹងចូលមកកន្លែងចំណុចនេះគឺ payment receipt នេះពេលនេះសូមបងធ្វើការ upload រូបភាពដែលបងបានថតមុននេះដោយចុចនៅលើពាក្យ browse នេះចាបន្ទាប់មកសូមបងជ្រើសរើសរូបភាពដែលបងបានថតមុននេះ ច
ចានៅពេលដែលរួចរាល់ហើយសូមបងចុចនៅលើពាក្យថា confirm ឥឡូវនេះការ top up របស់បងគឺត្រូវបាន request ទៅក្រុមការងារ Talent Alert ហើយពេលនេះសូមបងធ្វើការរងចាំនៅពេលដែលក្រុមការងារ check ការ top up របស់បងរួចរាល់ហើយខាងក្រុមការងារនឹង approve ការ top up របស់បងហើយនៅពេលដែលបងទទួលបានការ approve ហើយបងអាច check out ទិញទំនិញរបស់បងបានដោយជោគជ័យចាឥឡូវនេះបងបានទទួលសារមួយដែលបញ្ជាក់ថាការ top up របស់បងបានជោគជ័យដូចនេះសូមបងចូលទៅក្នុងខាតរបស់បងចារួចចុចពាក្យ next ដដែលបន្ទាប់មកទៀតបងនឹងឃើញពាក្យថា check out ត្រង់ចំណុចនេះប្រសិនបើបងឃើញពាក្យ check out មានន័យថាទឹកប្រាក់របស់បងគឺគ្រប់គ្រាន់សម្រាប់ដំណើរការកម្មង់ទំនិញហើយដូចនេះបងចុចនៅលើពាក្យ check out នេះចាឥឡូវនេះទំនិញរបស់បងត្រូវបានកម្មង់ដោយជោគជ័យ 100% នេះគឺជាថ្ងៃ estimate arrival ដែល website បាន estimate ថាអាចនឹងមកដល់នៅក្នុងថ្ងៃទី29ខែមេសានេះអញ្ចឹងសូមបងរងចាំទៅនៅពេលដែលទំនិញរបស់បងមកដល់ក្រុមការងារ Talent Alert នឹងធ្វើការតាក់ទងទៅបងដើម្បីណាត់យកទំនិញនេះចាហើយនេះគឺជាវីដេអូទាំងមូលនៅក្នុងការណែនាំពីការកម្មង់នៅលើ website ចំពោះចម្ងល់ផ្សេងៗប្រសិនបើបងមិនទាន់យល់ច្បាស់បងអាចតាក់ទងមកក្រុមការងារ Talent Alert ដើម្បីសាកសួរព័ត៌មានបន្ថែមចាអរគុណសម្រាប់ការទស្សនាវីដេអូនេះជូនពរបងសំណាងល្អ